បាទសួស្តីពុកម៉ែបងប្អូនបាទថ្ងៃនេះគឺជួបជាមួយខ្ញុំបាទជាមួយនឹងឈុត8គ្រាប់ពុកម៉ែបងប្អូន8គ្រាប់ជាមួយនឹងដុំ3អំពែបាទជាពិតរស័រដាក់ជាមួយនឹង D718 បាទ D718 តាមដល់ខ្ញុំប្រើព្រះអាទិត្យណាពុកម៉ែបងប្អូនបាទប្រើព្រះអាទិត្យនៅអត់ទាន់ហួតវគ្គនេះមែនតើទេបាទហើយឈុតនេះគឺទឹកខាងបាត់ដបងបាទសម្រាប់ពុកម៉ែបងប្អូនមានតម្រូវត្រូវការបាទរកដុំរកត្រីបាទប្រភេទទឹកដៃក៏ដូចជាប្រភេទកំងបាទប្រភេទកំងពីក្រៅប្រទេសដោយយើងឆាតមើលជារូបភាពក៏ដូចជាគ្រឿងបាទពុកម៉ែបងប្អូនថាអូខេវាលុយមកកក់ពាក់កដាលឬក៏ជាងពាក់កដាលបាទខ្ញុំកំងជូនសម្រាប់ដុំរៀបដៃគឺសម្រាប់ពុកម៉ែបងប្អូនវាលុយមកមុនបាទចឹងហើយខ្ញុំរៀបតាមក្រោយបាទហើយចំណុចរបស់វាគឺបែបនេះពុកម៉ែបងប្អូនបែបនេះបាទភ្លើងគឺបែបហ្នឹងពុកម៉ែបងប្អូនបាទភ្លើងវាគឺបែបហ្នឹងហើយអីវ៉ាន់នេះនឹងផ្ញើជូនបងប្រុសនៅថ្ងៃនេះបាទទៅខាងបាត់ដំបងបាទតែពិតគាត់កំងតាំងពីមុនភ្ជុំមកបងប្អូនបាទតែខ្ញុំមិនបានធ្វើឲ្យដោយសារយើងពេលគាត់កំងពីភ្ជុំហើយចឹងបងប្អូនបាទអញ្ចឹងក៏ពជារហូតដល់ភ្ជុំហើយទៅធ្វើឲ្យគាត់ចឹងណាបងប្អូនបាទហើយឥឡូវរួចរាល់បាទរួចរាល់ផ្ញើជូនគាត់នៅថ្ងៃនេះបាទរូបរាងគឺបានប៉ុណ្ណឹងបងប្អូនបាទរូបរាងគឺប៉ុណ្ណឹងបាទខ្ញុំសម្រាប់របស់ខ្ញុំរូបរាងគឺអត់ត្រូវបដូរទេបងប្អូនបាទស្នុកឈើស្នុកដៃគឺរូបរាងដដែលទេតែសម្រាប់គុណភាពគឺខ្ញុំព្យាយាមសម្រិតសម្រាំងបាទខំអភិវឌ្ឍខ្លួនក៏ដូចជាអភិវឌ្ឍគុណភាពដុំក៏ដូចជាកម្លាំងរបស់វាហ្នឹងកាន់តែល្អទៅតាមបទពិសោធន៍ដែលខ្ញុំធ្វើកន្លងមកគឺច្រើនឆ្នាំគូសំដែរបងប្អូនបាទល្បាក់ពី3ឆ្នាំហើយតាមអនឡាញ2ឆ្នាំឬក៏3តែខ្ញុំធ្វើផ្ទាល់នោះគឺយូរហើយបាទយូរហើយដុំរបស់ខ្ញុំអាចនិយាយបានថាវាមិនមែនជាកម្រិតតិចមួយក៏ល្បាក់លើកម្រិតពាក់កណ្ដាលដែរបងប្អូនបាទលើកម្រិតពាក់កណ្ដាលដែរតែអាចឲ្យពុកម៉ែបងប្អូនយកទៅរកត្រីបានបាទវាមិនមែនយកទៅដល់ចាក់គូត្រីទេបាទដុំរបស់ខ្ញុំណាបាទអញ្ចឹងបើថាវាមិនមែនជាដុំដែលខ្លាំងនៅក្នុងប្រទេសកម្ពុជាទេក៏វាចង់និយាយថាlevel វាឬក៏ថ្នាក់វាលើពាក់កណ្ដាលដែរបងប្អូនបាទលើពាក់កណ្ដាលដែរដោយសារខ្ញុំមិនហ៊ានថាដុំរបស់ខ្ញុំខ្លាំងជាងគេទេបងប្អូនបាទបងក៏ដូចជាមិត្តជាងគឺគាត់មានចំណេះចំណេញខុសគ្នាហើយត្បិតឧទាហរណ៍ថាធ្វើរស័រដូចគ្នាមែនដុំវិញតែដូចគ្នាមែនកម្លាំងខុសគ្នាបងប្អូនបាទកម្លាំងខុសគ្នាទោះជាទៅប្លង់តែមួយក៏ដោយបាទអញ្ចឹងការចាប់ត្រីគឺវាខុសគ្នាអញ្ចឹងហើយយើងមិនអាចថាដុំខ្ញុំខ្លាំងជាងគេក្នុងប្រទេសនេះទេបាទអត់ទេគឺអាចនិយាយបានថាលើពាក់កណ្ដាលគឺសមរម្យល្មមពុកម៉ែបងប្អូនយកទៅប្រើប្រាស់បានបាទយកទៅប្រើប្រាស់បានហើយបើពុកម៉ែបងប្អូនពេញចិត្តក៏តាមទិញទៀតទៅថ្ងៃក្រោយបាទហើយបើពុកម៉ែបងប្អូនថានៅវាស្ទើរចិត្តទេក៏អូខេបាទអូខេខ្ញុំនឹងខំព្យាយាមឲ្យគាត់ខ្លួនបន្ថែមទៀតបាទអរគុណជម្រាបលា